សូមប្រយ័ត្នបន្តិចខ្ញុំបានធំក្លិនផ្កាកុលាបនាងគួរទៅចូលមកទីនេះហើយតើអញកំពុងតែរកយើងមែនទេផ្កាកុលាបយើងត្រូវតែចាត់ការអីដែលហ៊ានលួចទ្រព្យសម្បត្តិជាតិយើងទៅស្លាប់ទៅធ្វើបានល្អមែនផ្កាកុលាបស័ក្តិសមជាភ្នាក់ងារសម្ងាត់លំដាប់ពិភពលោកមែននាងបានដណ្ដើមយកវត្ថុបុរាណរបស់ជាតិបានយ៉ាងជោគជ័យនេះគឺជាបេសកកម្មចុងក្រោយរបស់ខ្ញុំហើយចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងទៅរស់នៅជីវិតសាមញ្ញធម្មតាទឹកក្រអូបឆ្កួយឆ្កប់ទឹកក្រអូបឆ្កួយឆ្កប់ក្លិនក្រអូបចប់បានយូរជាងសិទ្ធិឆាប់ឈឺតអត់ទៅអ្នកគ្រប់គ្រងប្រើខ្ញុំរបស់សម្អាតទៀតហើយយូរទៅខ្លាចទៅជាបុគ្គលិកអនាម័យអស់ហើយលោកយាយប្រយ័ត្នធ្លាក់បានចាំមកហើយលោកយាយតាមមិនអីទេមិនអីទេអរគុណអីហើយចាស់ស្រីហេតុអីក៏ឲ្យពូកែយ៉ាងនេះខ្ញុំកាលពីមុនគឺធ្លាប់ហាត់តិចតួចដែរពួកឯងទៅពីដូចជាមាននិស្ស័យដោះហើយឯងមើលទៅចាប់ប្រុសរបស់ខ្ញុំមើលឥឡូវនេះគឺនៅលាវទេពួកឯងអាចសាកល្បងតាក់ទងគ្នាបានអីក៏សង្ហាម្លេះខ្ញុំយកព្រមលោកអគ្គនាយកនេះគឺជាក្អារដែលលោកត្រូវការលោកយាយឲ្យលោកអគ្គនាយកទៅដែតភីងហើយតែໄວបានជាលោកស្លៀកទៅក្អារនេះទៅវិញប្រកាសណាស់គឺដើម្បីឲ្យដៃគូម្នាក់ទៀតបដិសេធខ្ញុំលោកយាយរបស់ខ្ញុំឲ្យខ្ញុំទៅដែតភីងជាមួយស្រីម្នាក់គ្រាន់តែលើកក៏ដឹងថាមិនអាចទៅរួចទេហើយលោកគឺជាអ្នកដែលលោកយាយណែនាំនោះមែនទេតាមពិតលោកគឺជាអ្នកដឹកជញ្ជូនម្ហូបតាខ្ញុំអ្នកដឹកជញ្ជូនម្ហូបអីគេមិនអាចអង្គុយនៅទីនេះបានទេខ្ញុំមិនលុយបងតើហើយតែໄວបានជាខ្ញុំមិនអាចអង្គុយនៅទីនេះបានលោកស្លៀកពាក់បែបនេះគឺមិនអាចអង្គុយនៅទីនេះបានទេយល់នៅឆាប់ចេញពីទីនេះទៅកុំរំខានការរស់ស៊ីរបស់គេឥឡូវនេះបាននៅទោះបីជាលោកដោះក្អារនេះចេញលោកនៅតែជាអ្នកដឹកជញ្ជូនម្ហូបអីគេដដែលទេអ្នកដឹកជញ្ជូនទៅវិញយ៉ាងម៉េចគេពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួនឯងរលុយយ៉ាងណាក៏ល្អជាងលោកដែរមើលងាយអ្នកក្រហើយខ្លាចតែអ្នកមាននិយាយការពារខ្ញុំគ្រាន់តែជាមនុស្សម្នាក់ចង់និយាយការពារគេផងអញ្ចឹងខ្ញុំនឹងចាត់ការនាងមុនក្លិនផ្កាកុលាបនេះខ្ញុំដូចជាធ្លាប់ស្គាល់ឬក៏ជានាងពួកឯងឆាប់នាំពួកគេចេញទៅហើយតែໄວបានជាលុតចង្កុងអញ្ចឹងនេះគឺប្រកាសជាខ្លាចដល់ថ្នាក់លុតចង្កុងហើយលោកមើលទៅចាត់ទឹកតពលលោកគឺជាមនុស្សឆ្លាតពួកយើងទៅណាការរយ៉ាឡាយចុះអាតាសនីវលមនុស្សស្មានថាពួកយើងជួបគ្នាជាលើកទី1ក៏ទៅចុះសម្បត្តិអភិភិទៅហើយពួកយើងមិនមែនជួបគ្នាជាលើកទី1ទេលោកអគ្គនាយកឡានខូចហើយលោកអគ្គនាយកប្រហែលជាគ្មានឱកាសបានជួបលោកតាទៅលើកចុងក្រោយទេតើលោកត្រូវការជំនួយដែរទេសំណាងហើយដែលមាននាងបានមិនអញ្ចឹងទេខ្ញុំគ្មានឱកាសបានជួបលោកតារបស់ខ្ញុំជាលើកចុងក្រោយទេទោះបីជាខ្ញុំមិនបានឃើញមុខរបស់នាងក៏ប៉ុន្តែខ្ញុំស្គាល់ក្លិនផ្កាកុលាបរបស់នាងតាមពិតទៅខ្ញុំចាសិទ្ធិអាចរៀបការឲ្យមែនបងស្រីចដូនមួយអ្នកទៅពីក៏មករៀបការដែរមែនទេគ្រាន់តែជាអ្នកដឹកជញ្ជូនម្ហូបក៏អាចស្ដីដល់នឹងឯងបានដែរក៏មិនយ៉ាងដែរអាយុច្រើនដូចជាឯងហើយក៏ជាអ្នកផ្សព្វផ្សាយផលិតផលតាមផ្សារទៀតអាចរកបានត្រឹមតែមនុស្សប្រុសបែបហ្នឹងឯងការងារមិនបែងចែកថ្លៃថោកនោះទេម្យ៉ាងវិញទៀតដោយសារតែខ្ញុំចូលចិត្តណែនាំផលិតផលទៅបានជាខ្ញុំទៅធ្វើជាអ្នកផ្សព្វផ្សាយទោះយ៉ាងម៉េចក៏គ្រាន់បើជាអ្នកខ្លះដែររស់នៅចាំពឹងតែមនុស្សប្រុសចាប់ពីពេលនេះតទៅពួកយើងនឹងខំប្រឹងធ្វើការទាំងពីរនេះទោះជាយ៉ាងម៉េចក៏ដោយក៏រស់នៅបានស្រួលដែរខំប្រឹងប្រែងគ្រាន់តែជាពាក្យលួងចិត្តសម្រាប់អ្នកក្រតែប៉ុណ្ណោះណាមកប្តីរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងក្នុងសន្តាគារហើយកម្មវិធីជួបជុំសាច់ញាតិនឹងនេះក៏ធ្វើនៅសន្តាគារដែលគាត់ធ្វើការដែរវាគឺជាសន្តាគាររបស់ខ្ញុំតើពួកឯងកុំភ្លេចមកចូលរួមផងនេះឡនតើពួកយើងប្រកាសជាទៅសម្លៀកបំពាក់របស់អូនដែលត្រៀមទុកកម្មវិធីជួបជុំសាច់ញាតិនៅថ្ងៃស្អែកនេះគឺត្រូវតែបោះឲ្យស្អាតនៅថ្ងៃនេះក្លិនផ្កាកុលាបប្រភេទនេះដូចជាក្លិនធម្មជាតិអញ្ចឹងហើយវាក៏មានក្លិនខានីឡាដល់ក្រអូបផងដែរពេលដែលខ្ញុំបានជុំនេះជាលើកដំបូងខ្ញុំក៏បានធំក្លិននឹងដែរខ្ញុំត្រូវយករកទៅហាសិនហើយត្រូវទៅឲ្យគេទៅពេលនោះភ្លឺភ្នែកម្ដងកុំបារម្ភខ្ញុំមិនធ្វើឲ្យនាងលំបាកទេបងនេះរៀបចំសិតតែមានឡានទំនើបទៀតពិតជាមានមុខមាត់ខ្លាំងណាស់ក្លិនក្រអូបបែបធម្មជាតិ បងនេះរៀបចំសិតតែមានឡានទំនើបទៀតពិតជាមានមុខមាត់ខ្លាំងណាស់ ក្លិនក្រអូបបែបធម្មជាតិ បងនេះរៀបចំសិតតែមានឡានទំនើបទៀតពិតជាមានមុខមាត់ខ្លាំងណាស់ ក្លិនក្រអូបបែបធម្មជាតិ បង
ជាហ៊ានមកមែនពួកឯងទាំងពីរប្រហែលជាយកប្រាក់ខែទាំងអស់ទៅចូលឡើងទំនើបមកជីឲ្យមើលទៅតែគួរឲ្យស្ដាយណាស់ពួកឯងទាំងពីរគឺនៅតែមិនស័ក្តិសមនឹងកន្លែងអភិជនបែបនេះយល់មិនបងហៅខ្ញុំហើយនឹងមិនចោលខ្ញុំញ៉ាំបាយទេមែនទេកម្មវិធីជប់ជុំសាច់ញាតិបែបនេះមិននឹងមិនឲ្យពួកឯងញ៉ាំបាយនោះក៏ប៉ុន្តែលើកនេះអញក៏កន្លែងដែលល្អនៅទីនេះបានក៏ដោយសារតែប្តីរបស់ខ្ញុំនេះដូច្នេះហើយកន្លែងអ្នកទាំងពីរគឺខ្ញុំជាអ្នករៀបចំឲ្យក៏បានពួកឯងទាំងពីរញ៉ាំនៅទីនេះហើយ ប្រពន្ធសម្លាញ់អូនកំខឹងមនុស្សប្រភេទនេះប្រកាសជាត្រូវតែបដាដាក់ទោស អ្នកគ្រប់គ្រងមក យោក្រែងលោកគឺជាជំនួយការឆិនដែលជាមនុស្សចំណិតរបស់លោកកណយុលីលោកអភិណិតការងារហេតុអ្វីបានជាបំរាក់ខ្ញុំមិនបានអញ្ចឹង ខ្ញុំមកទីនេះគឺដើម្បីនាំពាក្យលោកអគ្គនាយកដើម្បីប្រាប់ព័ត៌មានសំខាន់មួយសម្រាប់លោកលោកត្រូវបានបញ្ឈប់ពីការងារហើយលោកអគ្គនាយកក៏បានរៀបចំអាហារពេលល្ងាចមួយពេលសម្រាប់លោកដែរនេះគឺជាកន្លែងរបស់លោក ខ្ញុំមិនដែលធ្វើរឿងអ្វីដែលមិនក៏បីនឹងលោកអភិណិតទេ លោកប្តីបងនិយាយពិតជាត្រូវមែនមនុស្សអាក្រក់អញ្ចឹងគង់តែវិនិច្ឆ័យខ្លួនឯងទេពួកឯងក៏បានចិត្តទេគ្មានពួកខ្ញុំពួកឯងទាំងពីរក៏សង្ឃឹមតែបានចូលឲ្យសោះ លោកអគ្គនាយកលើថាអ្នកទាំងពីរទើបតែរៀបការជាមួយគ្នាដូច្នេះបានអញ្ជើញអ្នកទាំងពីរទៅពិសាបាយនៅបន្ទប់ VIP ដោយឥតគិតថ្លៃ ពិតជាល្អខ្លាំងណាស់លោកប្តី លោកប្តីបងនៅមិនតនឹងមហូបឲ្យគេទៀតដូចជាថ្ងៃណាស់ទៅហើយ អូសាម៉ូតូអង្គុយរបស់បងជ្រុះបាត់ហើយមិនអីទេបងទៅយកឈើឆ្កឹះបន្តិច តើឡានមេបៃឈ្នេះមកពីណាទៅ ប្រពន្ធសម្លាញ់បងបើឆ្កឹះ គឺខ្យល់បានបកសនេះចេញមកខាងក្រៅបងឃើញអត់ មេឃស្មានហ្នឹងមានខ្យល់មកពីណា ប៉ិនមែនហើយ ឡាននេះដូចជាមិននៅកន្លែងដដែលឡាននេះដូចជាទៅមក2ម៉ែត្រ ឡានទៅមុខប្រកាសជាមានមនុស្សរុញឡាននេះហើយ ប្រពន្ធសម្លាញ់តើអូនមានរឿងអ្វីលាក់បាំងហ្មងមែន ខ្ញុំមិនខំមិនត្រូវគាត់ដឹងថាខ្ញុំគឺជាភ្នាក់ងារសម្ងាត់នោះទេអាយ៉ាបងឆាប់ទៅដកមហូបឲ្យគេទៅឆាប់ទៅយកទៅលើហើយឆាប់ទៅ boss ពួកយើងជាដំណើរ ហើយមិនជាគេហៅបងដែរជាអ្នកដកមហូបឲ្យគេនេះថាជា boss លោកនិយាយថាសុំទោសស្អីគេគឺជាអ្នករស់នៅទីក្រុងប៉េកាំងគេគឺការពីម្សិលមិញនេះពេលដែលបងដឹកមកហូបឲ្យគេបាន report បងឥឡូវនេះគេមកសុំទោសបងតើ អូ អូត្រែខ្ញុំនឹងឲ្យគាត់ផ្កាយ5 អរគុណ លោកប្តីតើបងមានអ្វីលាក់បាំងជាមួយនឹងអូនមែនទេ គ្មានទេបងគ្មានរឿងអ្វីលាក់បាំងនឹងអូនទេក្រែងអូនថ្ងៃនេះទៅកម្មវិធីមិត្តភ័ក្តិអីដាច់កម្មមិនត្រូវឲ្យនាងដឹងថាខ្ញុំគឺជាអគ្គនាយកក្រុមហ៊ុនទេ នរណាគេនោះចៅសុជីឯងទៅកម្មវិធីជួបជុំមិត្តភក្តិបែរជាជីកង់ទៅវិញខ្ញុំជីកង់បែបនេះក៏មិនត្រឹមតែមិនបំពោបរិស្ថានទេថែមទាំងអាចការពារបរិស្ថានបានទៀតផងតើនេះមានយោបល់អីមែនខ្ញុំកែអាណិតឯងខ្លាំងណាស់កាលពីមុនឯងគឺជាសុបកែក៏ប៉ុន្តែឥឡូវនេះក្រឲ្យគួរអាណិតទៀតខ្ញុំថ្មីនេះទៅតែទិញផ្ទះមួយនៅចំកណ្ដាលទីក្រុងគ្រាន់តែជួសជុលកែលម្អអស់លើជាង3លានឯនោះចាយវិញឥឡូវនេះសូម្បីតែផ្ទះក៏គ្មានដែរឬនរណាគេជាអ្នកនិយាយខ្ញុំក៏មានផ្ទះដែរហើយឥឡូវនេះខ្ញុំក៏រស់នៅយ៉ាងមានសុភមង្គលទៀតផងអ្វីដែលឯងនិយាយមុនហ្នឹងខ្ញុំបានរៀបខុសទុកទាំងអស់ហើយខ្ញុំនឹងផ្ញើសារសម្លេងនេះទៅក្រុមមិត្តភក្តិរបស់យើងអញ្ចឹងយប់នេះពួកយើងនឹងធ្វើកម្មវិធីនៅផ្ទះឯងតែម្ដងទៅផ្ទះដែលឯងនិយាយមុនហ្នឹងអាចជាផ្ទះខ្លាំងខ្លាយផងបើមិនអញ្ចឹងទេឲ្យពួកយើងទៅមើលតើសិស្សពូកែដូចជាឯងមានសុភមង្គលយ៉ាងម៉េចទៅឬក៏ឯងចង់បោះប្រាស់ពួកយើងប្រកាសជាអត់នោះទេបានទៅអញ្ចឹងយប់នេះពួកយើងទៅកម្មវិធីនៅផ្ទះរបស់ឯង ហេឡូ អឡូលោកប្តីយប់នេះមិត្តភក្តិរបស់អូនគេនឹងមកកម្មវិធីនៅផ្ទះរបស់ពួកយើងពេលហ្នឹងបងមិនត្រូវបើកធ្វើឲ្យគេទេណាពួកយើងគឺគ្មានរបស់ល្អអីទៅទទួលគេបានទេ ល្អបងដឹងហើយជំនួយការលី20នាទីទៀតត្រូវតែអញ្ជើញចុងភៅពីភូមិនីយដ្ឋានផ្កាយប្រាណរបស់ខ្ញុំទៅផ្ទះរបស់ខ្ញុំអ្នកទាំងអស់គ្នាមានពេល1ម៉ោងចាប់រៀបចំទៅ ស្រាដែលមានតម្លៃ1លានទុកនៅជួរទី1ស្រាដែលមានតម្លៃកន្លះលានទុកនៅជួរទី2ហើយស្រាដែលមានតម្លៃ100000ទុកឲ្យចុងភៅយកទៅធ្វើម្ហូប ទីនេះគឺជាផ្ទះរបស់ខ្ញុំមានលេខកូដសិនលេខសម្ងាត់មិនត្រឹមត្រូវទេហើយនេះមិនជាលេខសម្ងាត់មិនត្រឹមត្រូវអញ្ចឹងលេខសម្ងាត់មិនត្រឹមត្រូវសោទ្វារនេះដូចជាខូចបាត់ទៅហើយខ្ញុំក៏ភ្លេចយកសោមកដែរសោផ្ទះនៅក្នុងកាបូបរបស់ឯងហ្នឹងទៅមានទេណា អីយ៉ាបងមិនចឹងទេពួកយើងទៅកន្លែងផ្សេងទៅចាំលើក្រោយទៅ ប្រពន្ធសម្លាញ់អូនត្រឡប់មកវិញហើយ ល្អណាស់
ចឹងពួកយើងចូលទៅវ៉ាផ្ទះរបស់សុជីគឺពិតជាស្អាតមែននៅមានចុងភេទជនជាតិបរទេសទៀត សូមស្វាគមន៍អ្នកទាំងអស់គ្នាយប់នេះខ្ញុំរៀបចំអាហារពិសេសមួយជូនអ្នកទាំងអស់គ្នាពិសានេះគឺជាម្ហូបបារាំង អឺព្រះអើយនេះគឺជាស្រារ៉ូម៉ានីតើ ហើយវាគឺជាស្រាឆ្នាំ1945ដែលត្រូវបានគេដេញថ្លៃដោយមានតម្លៃ3លានក្នុងមួយដប គេគ្រាន់តែជាអ្នកដឹកម្ហូបឲ្យគេតែប៉ុណ្ណោះតែមានលុយមកពីណាទៅ អ្នកទាំងអស់គ្នាអញ្ជើញអង្គុយ បើអ្នកទាំងអស់គ្នាពួកយើងមិនញ៉ាំបាយទៅនៅផ្ទះរបាយមានក្លិនក្រអូបអ្វីទៅពិតជាក្រអូបមែនវាដូចជាក្លិនផ្កាកុលាបនៅតាមសួនអញ្ចឹងខ្ញុំគិតថាប្រកាសជាទឹកអប់ដែលមានតម្លៃថ្លៃជាងគេហើយអូមិនមែននោះទេវាគឺជាទឹកក្រអូបដែលខ្ញុំប្រើប្រាស់ឈប់សម្ដែងទៀតទៅចាស់សិចប្រសិនបើលក្ខខណ្ឌគ្រួសាររបាយគឺពិតជាល្អអញ្ចឹងមែនចុះហេតុអីបានជាដៃរបាយគ្រាន់តែចិញ្ចៀនពេជ្រមួយវងក៏គ្មានដែរពេលដែលខ្ញុំរៀបការជាមួយនឹងប្តីរបស់ខ្ញុំគាត់បានទិញចិញ្ចៀនពេជ្រ1ការ៉ាត់នេះមកឲ្យខ្ញុំ សំទោអូនសម្លាញ់គួរតែបន្តបងការផលិតមុនបងបានទិញពេជ្រ5ការ៉ាត់ដែរអូនក៏ប៉ុន្តែអូនមិនពេញចិត្តដូច្នេះហើយបងក៏ទិញថ្មីជូនអូនតែម្ដងទៅហើយនេះគឺជាចិញ្ចៀនពេជ្រ10ការ៉ាត់មកពី Basic វ៉ាពិតជាពេជ្រដែលធំ អូនមើលអូនពេញចិត្តអត់ ពេញចិនចិញ្ចៀនពេជ្រ10ការ៉ាត់ពីទីក្រុង Basic យ៉ាងហោចណាស់ក៏មានតម្លៃជាងរាប់លានដុល្លារដែរលោកគ្រាន់តែជាអ្នកដឹកជញ្ជូនម្ហូបឲ្យគេប្រកាសជាទីរបស់ខ្លែងខ្លាយហើយ ចុះប្រសិនបើវាគឺជាចិញ្ចៀនពេជ្រពិតប្រាកដមែនតើនាងគិតយ៉ាងម៉េចទៅ ប្រសិនបើជារបស់ពិតមែនខ្ញុំនឹងលុតជង្គង់សំពះអ្នករាល់គ្នាអូល្អណាស់តើមករបស់ពួកយើងគឺសាលីគេបានរៀនខាងផ្នែកវិតម្លៃគ្រឿងអលង្ការនៅមហាវិទ្យាល័យសាលីអីមើលគឺមិនចាំបាច់ទេ កុំបារម្ភណែ ចាំមើលពួកលោកនៅសម្ដែងបានយ៉ាងម៉េចទៀតឃើញអត់ឥឡូវនេះត្រូវខ្មាស់គេហើយតើបងចាំអីទៅទិញកញ្ចក់ធំបែបនេះមកធ្វើអី កុំបារម្ភ នេះគឺ និយាយឲ្យខ្លាំងមក នេះគឺជាពេជ្រពិតប្រាកដមែន10ការ៉ាត់មើលទៅពេជ្រមួយនេះគឺជាពេជ្រដែលល្អនិងកម្របំផុតវាមានតម្លៃរាប់លានដុល្លារឯណោះ វ៉ានេះសុជីគេរៀបការជាមួយអ្នកមានមិនអាចទេលោកមើលច្បាស់ទៅមើល ខ្ញុំចាំបានថាមុននឹងមានគេនិយាយថាប្រសិនបើចិញ្ចៀនមួយនេះគឺជាពេជ្រពិតមែននឹងលុតជង្គង់អោនក្បាលគ្រប់ខ្ញុំ ប៉ិតមែនទេគ្មានទេអីយូណាណាមិនចាំបាច់នោះទេអូយស្អប់ខ្លាំងណាស់ នេះមិនតន់ញ៉ាំបាយទេ សូមអញ្ជើញ ប្រយ័ត្នប្រយែងតាមផ្លូវ តើរឿងនេះវាយ៉ាងម៉េចទៅតើបងមករបស់ទាំងអស់នេះមកពីណានៅមានចិញ្ចៀនមួយនេះទៀត របស់ទាំងអស់នេះគឺបងទិញនៅលើអ៊ីនធឺណិតទេ ក៏ប៉ុន្តែសាលីគឺជាអ្នកសិក្សាផ្នែកវិតម្លៃគ្រឿងអលង្ការ តើអូនដែលឃើញសិស្សមហាវិទ្យាល័យណារៀនមហាវិទ្យាល័យហើយនៅរៀនទៀត អកណយុអញ្ចឹងចុះពីលើឡាន អេលោកប្តីបងនៅមិនតដឹកម្ហូបឲ្យគេទៀត អ่ะ រថយន្ត Mercedes តើនេះគឺជារបស់នរណាគេនោះ អូបងជាធម្មតាដឹកម្ហូបឲ្យគេបានលុយតិចពេកដូច្នេះពេលដែលបងទំនេរបងក៏រកការងារក្រៅធ្វើជាអ្នកជូនឡានឲ្យគេតែម្ដងទៅ លោកប្តីបងដើម្បីតែគ្រួសារយើងលាក់បងច្រើនណាស់អូនក៏ទៅធ្វើការថែមមកដែរពួកយើងនឹងខំប្រឹងជាមួយគ្នា មួយ លោកអកណយុតារាស្រីសៅមីនាងចង់ជួបលោកអកណយុ មិនជប់ទេបោះទុនទៅលើរឿងភាគរបស់នាងចំនួន5លានទៅរឿងកុនតូចតាចអញ្ចឹងមិនចាំបាច់ខ្ញុំទៅដល់ផ្ទាល់ទេ បដិសេធមិនមកចុងខ្ញុំតែគេចង់លេងល្បិចជាមួយខ្ញុំមែនទេអ្នកនាងសុំអ្នកនាងកុំខឹងអីអ្នកនាងគឺជាតារាដែលមានប្រជាប្រិយភាពអាចថាលោកអគ្គនាយកលីគាត់អៀនអ្នកនាងកថាបានដែរនិយាយអញ្ចឹងកថាបានដែរគាត់បានបោះទុនមកលើរឿងភាគរបស់ខ្ញុំចំនួន5លានបើមិនធ្វើដើម្បីខ្ញុំតើធ្វើដើម្បីអ្នកណាគេទៅខ្ញុំគឺជាមនុស្សពូកែអញ្ចឹងគាត់មកនឹងក្រោយប្រកាសជាមករកខ្ញុំដដែលទេពិតមែនហើយ សួស្ដីអ្នកនាងសាវមីនេះគឺជាប្រូរបស់អ្នកនាងសូមអ្នកនាងមើលមើល ហើយនេះមិនជាមានឈុតឆាកប្រយុទ្ធច្រើនម្លេះខ្ញុំគឺជាតារាល្បីម្នាក់តែថ្ងៃមុនត្រូវរៀបការជាមួយអ្នកមានទៀតបើខ្ញុំមានរបួសតើលោកអាចសងខ្ញុំបានទេ ពួកយើងបានរៀបចំទូចំនួនមួយសម្រាប់អ្នកនាងហើយនឹងមិនធ្វើឲ្យអ្នកនាងរបួសទេ សួស្ដីខ្ញុំលើថានៅទីនេះធ្វើជាតួសម្ដែងចំនួនមួយថ្ងៃបាន2000ត្រូវអូន ត្រូវហើយ នាងអាចទៅរួចដែរប្រកាសជាអាច កាត់ពិតជាល្អមែនក្បាច់គុណរបស់នាងពិតជាល្អមែនសាកសមជាតួឯកស្រី អរគុណអ្នកដឹកនាំ